ពុកម៉ែបងប្អូនយើងមកតាមដានក៏ដូចជា review ទាំងអស់គ្នាជាមួយនឹងផលិតកម្មដំណាំត្រេននាឆ្នាំ2025នៅរដូវថ្មីនេះបងប្អូនមកមើលពូជមួយយ៉ាងដែលពុកម៉ែបងប្អូនម្ចាស់កិច្ចការមួយចំនួនអ្នកខ្លះកាប់ចោលអស់ហើយគឺពូជ Musankin នេះពុកម៉ែបងប្អូនណា Musankin អញ្ចឹងពូជ Musankin នេះពុកម៉ែបងប្អូនដែលដាំដុះជាពិសេសដែលវិនិយោគលើវិស័យទុរេនគឺតែងតែមានបញ្ហាច្រើនទាក់ទងទៅនឹងការថែទាំការធ្វើស្លឹកការព្យាបាលជំងឺការរក្សាpHដីក៏ដូចជារក្សាសំណើមដីហើយជាពិសេសគឺថែរក្សាសុខភាពដើមទាំងមូលតែម្ដងអ្វីដែលម្ចាស់ចម្ការព្រួយបារម្ភខ្លាំងបំផុតនោះគឺកត្តានៃការចេញផ្កាដោយឡែកចម្ការមួយនេះគឺមានលីឡំមិនខុសពីចម្ការបងប្អូនដទៃទៀតទេគឺមាន Musankin ខ្លះគឺមានម៉ាន់ថងខ្លះអញ្ចឹងពុកម៉ែបងប្អូនចាប់ដើមថាពិបាកក្នុងការគ្រប់គ្រងដោយឡែកម្ចាស់ចម្ការគាត់បានគិតសពគ្រប់បែបយ៉ាងតាក់ទងទៅនឹងប្រព័ន្ធទឹកជៀសវាងការធ្វើ stress ការដាក់ទឹកទៅវាប៉ះគ្នាដោយឡែកប្រភេទពូជ Musankin នេះជាប្រភេទពូជមួយដែល CG ស៊ីថ្នាំច្រើនជាងប្រភេទពូជម៉ាន់ថងដោយសារអំណាចនៃការចេញត្រួយលឿនជាងម៉ាន់ថងបងប្អូនដឹងស្រាប់ហើយថាពូជ Musankin ងាយចេញត្រួយអញ្ចឹងពិបាកក្នុងការធ្វើផ្កាអញ្ចឹងដោយហេតុដូចនេះបានជាខ្ញុំលើកមកពូជMusankin នេះអញ្ចឹង Musankin នេះពីដើមឡើយពី3ឆ្នាំមុន5ឆ្នាំមុនអត់ដែលចេញផ្កាទេទើបតែចេញផ្កាបានរយៈពេល2ទៅ3ឆ្នាំនេះទេបងប្អូននេះបងប្អូនណាអ្វីដែលចេញផ្កាដែលម្ចាស់ចការរំពឹងទុកនោះគឺមិនចង់ចេញហើយឥឡូវនេះម្ដងថ្ងៃនេះទំប្រអត់ទឹកបានរយៈពេល6 7ថ្ងៃទេចាប់ផ្ដើមមានសញ្ញានៃការចេញផ្កាហើយនេះទាំងខ្នងមេឃទាំងពោះមេឃខ្នងមេឃបងប្អូនណានេះមកអស់ហើយចំពោះពូជMusankinនេះគាត់បានចេញរហូតដល់ 50-60% បងប្អូនហើយចេញមែកធំស្អាតមែនតើនេះចឹងចេញមកស្អាតឡើងផេបន្ទាប់ពីគាត់បានដាក់ជីចុងក្រោយBiogali Complex ញញយូតាហើយស្លឹកគាត់បាញ់សំថាពលពូមេឃ Casing Combi1 Microstrong Carboron ស្លឹកមានពណ៌តែមួយហើយគាត់ចាប់ផ្ដើមបាញ់ខាងក្នុងនៅសប្តាហ៍ថ្ងៃនេះឥឡូវកំពុងតែបាញ់គឺ Gen K Gen Bor Gen K 3 លីត្រ Gen Bor 1 លីត្រសម្រាប់ទឹក 1000 លីត្របាញ់ពោះមេឃអញ្ចឹងគាត់តិចដើមគាត់លៃលោកចែកវិធីសាស្ត្របែបណាអាស្រ័យលើធុងស្ពាយរបស់គាត់ហើយក្នុងដើមចំការមួយដើមនេះចំការពូជនេះមានរហូតដល់ 50-60 ដើមអញ្ចឹងគាត់បែងចែកពូជធ្វើនេះមកហើយផ្កាបងប្អូនអញ្ចឹងអរគុណពុកម៉ែបងប្អូនបាទអរគុណច្រើន